កំហុសទាំង5យ៉ាងដែលខ្ញុំគិតថាសិស្សថ្នាក់ទី12មួយចំនួនគាត់ចូលចិត្តធ្វើនៅក្នុងរយៈពេល4ខែមុនប្រឡងបាក់ឌុបកំហុសទី1ដែលខ្ញុំឃើញច្រើនជាងគេគឺការអានបានន័យថាយើងចូលចិត្តប្រើពាក្យចាំថ្ងៃនេះចាំថ្ងៃនោះចាំស្អែកទៅចាំរៀនអញ្ចឹងអាហ្នឹងគឺអត់ល្អឯណាគ្នានៅក្នុងការនិយាយពាក្យអាងណាអញ្ចឹងយើងចាប់បិទចាប់សភៅទៅរកកន្លែងរៀនទៅទោះបីជាវាមិនបានច្រើនម៉ោងឬក៏មិនក៏យើងបង្កើតទម្លាប់មួយដែលល្អយើងទៅរៀនហ្នឹងហើយចំណុចទី2វិញនោះគឺអត់ទាន់បញ្ចប់មេរៀនអញ្ចឹងខ្ញុំមិនដឹងថាសាលានីមួយៗគឺបញ្ចប់មេរៀនដូចគ្នាឬក៏អត់ដូចគ្នាអីទេហើយដែលសំខាន់ហ្នឹងថាតើយើងខ្លួនឯងអ្នករៀននេះយើងមានដំណោះស្រាយអីអត់បើសិនជាខាងសាលាយើងអត់ទាន់បានបញ្ចប់មេរៀនឬក៏ថ្នាក់យើងអត់ទាន់បានបញ្ចប់មេរៀនទេថាតើយើងមានដំណោះស្រាយបែបម៉េចអញ្ចឹងសម្រាប់ខ្ញុំបើសិនជាថ្នាក់អូនអត់ទាន់បានបញ្ចប់មេរៀនទេគឺខ្ញុំលើកទឹកចិត្តឲ្យអូនបើក YouTube មើលអាហ្នឹងគឺជាជំរឿនមួយដែលល្អមកដើម្បីស្វែងសិក្សាខ្លួនឯងអញ្ចឹងមេរៀនណាដែលយើងអត់ទាន់បានបញ្ចប់យើងទៅមើល YouTube ខ្ញុំជឿថានៅលើ YouTube គឺមានវីដេអូរៀនច្រើនខ្លាំងមែនតើដែលលោកគ្រូអ្នកគ្រូគាត់បានផុសនៅលើ YouTube នឹងឯងហើយចំណុចទី3វិញគឺអត់ទាន់បានធ្វើវិញ្ញាសាឆ្នាំចាស់ចាស់អញ្ចឹងវិញ្ញាសាឆ្នាំចាស់ចាស់ហ្នឹងគឺមានតាមមុខវិជ្ជាយើងរៀនខាងសង្គមយើងរៀនខាងវិទ្យាសាស្ត្រយើងមើលទៅថាតើវិញ្ញាសាឆ្នាំចាស់ចាស់ហ្នឹងគឺយើងយកមកធ្វើនៅអញ្ចឹងបើសិនជាយើងអត់ទាន់បានយកមកធ្វើទេក៏ចាប់ផ្ដើមបញ្ចប់មេរៀនហើយយើងមើលវិញ្ញាសាឆ្នាំចាស់ចាស់ហ្នឹងទៅហ្នឹងហើយយើងអាចរកបានវិញ្ញាសាឆ្នាំចាស់ចាស់តាមរយៈ Facebook YouTube ឬមួយក៏តាមសភៅនានាហើយចំណុចទី4វិញគឺការបង្វែងកាលវិភាគខ្ញុំជឿថាចាប់ពីដើមឆ្នាំមកអាចនឹងគ្នាយើងមានកាលវិភាគអាចថាដូរកាលវិភាគយ៉ាងច្រើនតែខ្ញុំគិតថាត្រង់ចំណុចនេះខ្ញុំមិនគិតថាវាជាបញ្ហាគ្រាន់តែថាកាលវិភាគយើងត្រូវលេខលក់ឲ្យច្បាស់ថាតើមុខវិជ្ជាណាដែលយើងខ្សោយនៅមុខវិជ្ជាណាដែលយើងរៀនប្រសើរអញ្ចឹងអាការវិភាគហ្នឹងខ្ញុំមិននិយាយពាក់ព័ន្ធជាមួយនឹងការវិភាគយើងរៀនរត់ឬក៏រៀនគួរអីណាគឺខ្ញុំនិយាយថាការវិភាគយើងស្វែងសិក្សាខ្លួនឯងអញ្ចឹងយើងមើលទៅថាបើសិនជាមុខវិជ្ជាហ្នឹងយើងរៀនល្អហើយអញ្ចឹងយើងរៀនកាត់បន្ថយការធ្វើតិចទៅបើសិនជាមុខវិជ្ជានេះយើងនៅខ្សោយអញ្ចឹងយើងដាក់មេរៀនហ្នឹងឬក៏មុខវិជ្ជាហ្នឹងឲ្យវាមានម៉ោងច្រើនជាងគេនៅក្នុងការវិភាគរបស់យើងហ្នឹងទៅអញ្ចឹងការដូរការវិភាគគឺវាមិនមែនចោតជាបញ្ហាអីទេសម្រាប់យើងដោយសារយើងត្រូវបដូរខ្លះតាមអ្វីដែលយើងបានរៀនអ្វីដែលយើងខ្សោយនិងអ្វីដែលយើងខ្លាំងហើយចំណុចចុងក្រោយគេហ្នឹងគឺអត់ទាន់មានទម្លាប់រៀនអញ្ចឹងខ្ញុំជឿថាបើសិនជាអូនរៀនដល់ថ្នាក់ទី12ហើយយើងអត់ទាន់មានទម្លាប់មួយដែលរៀនយើងមិនបាច់ចាំបាច់ណាគេមកប្រាប់យើងថាយើងដល់ម៉ោងរៀនហើយយើងត្រូវរៀនអត់ទេយើងធំអស់ហើយបានន័យថាថ្នាក់ទី12ហ្នឹងគឺជាថ្នាក់ចុងក្រោយឯងដែលយើងចំណាយពេល2ថ្ងៃនៅក្នុងការប្រឡងដើម្បីយើងជាប់ថាតើយើងធ្វើបានល្អអត់យើងមិនចាំណាគេមកប្រាប់ថាយើងត្រូវដល់ម៉ោងរៀនយើងត្រូវរៀនទេអញ្ចឹងយើងត្រូវមានទម្លាប់រៀនឲ្យខ្លួនឯងមិនថា2ម៉ោង3ម៉ោងរៀនខ្លួនឯងហ្នឹងគឺយើងត្រូវដឹងថាយើងមានតួនាទីនៅក្នុងការរៀនដោយខ្លួនឯងអញ្ចឹងយើងបង្កើតទម្លាប់រៀនទៅឥឡូវនៅសល់រយៈពេល4ខែខ្ញុំគិតថាក៏វាមិនទាន់ហួសពេលដែរអញ្ចឹងបើសិនជាអូនណាក៏អត់ទាន់មានទម្លាប់រៀនជារៀងរាល់ថ្ងៃទេបង្កើតទម្លាប់រៀនឲ្យខ្លួនឯងទៅ